ប្រសិនបើបងប្អូនកំពុងតែរក broker ដែលមានអាជ្ញាប័ណ្ណដែលមាន high rating ពី user ក៏ដូចជាដកដាក់លុយលឿនគឺបងប្អូនអាចមកប្រើ GTC បានហើយសម្រាប់ spread វិញក៏ទាបដែរចាប់ពី17ដល់30តាមប្រភេទ account របស់វាអញ្ចឹង broker មួយនេះគឺល្អប្រើមែនតើខ្ញុំសាកល្បងប្រើហើយសម្រាប់របៀបបង្កើត account នៅពេលដែលបងប្អូនចូល app GTC របស់វាគឺបងប្អូនចុចពាក្យ register នៅខាងក្រោមនេះមកខាងលើសួរ name នេះគឺយើងបំពេញដាក់តកូលរបស់យើងហើយ given name គឺដាក់ឈ្មោះរបស់យើងកន្លែង phone number បងប្អូនដាក់លេខទូរស័ព្ទរបស់បងប្អូនមក email ដាក់ email របស់បងប្អូនដូចគ្នារួចហើយបងប្អូនចុចកន្លែង send code នេះមកដើម្បីធ្វើការ verify email របស់យើងហើយកន្លែង password បងប្អូនចង់ដាក់បែបណាក៏បានដែរឲ្យតែបងប្អូនងាយស្រួលចំណាំហើយកន្លែង invitation code នេះបើសិនបើបងប្អូន register តាម link របស់ខ្ញុំទៅគឺវាមានកូដនៅកន្លែងហ្នឹងស្រាប់ហើយបន្ទាប់មកបងប្អូនចុចគ្រីសមកហើយយើងចុចពាក្យ register ឥឡូវ account របស់យើងគឺបាន register រួចរាល់ហើយបងប្អូនអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើបន្ទាប់គឺយើងត្រូវបំពេញអត្តសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងនៅខាងលើនេះគឺវាឲ្យបំពេញ KYC អញ្ចឹងបងប្អូនចុចពាក្យ complete មកហើយកន្លែង identity proof នេះបងប្អូនយក ID card មកហើយបងប្អូនធ្វើការ upload អត្តសញ្ញាណប័ណ្ណរបស់យើងទាំងមុខទាំងក្រោយហើយនៅពេលដែលបងប្អូន upload រួចរាល់បងប្អូនអស់មកខាងក្រៅមកខាងក្រៅ ID number នេះគឺយើងដាក់ជាមួយនឹងលេខអត្តសញ្ញាណប័ណ្ណរបស់យើងរួចហើយបងប្អូនចុចពាក្យ submit មកបន្ទាប់មកគឺគេឲ្យយើងឆ្លើយសំណួររបស់គេអញ្ចឹងទី1បងប្អូនចុចយក self employed ហើយទី2បងប្អូនជ្រើសរើសយកទី1មក trading experience បងប្អូនយក1ឆ្នាំមក3ឆ្នាំមក trading ធัวគឺយើងយក forex ហើយបងប្អូនចុចពាក្យ submit បន្ទាប់មកគឺយើងចុចគ្រីសមកបងប្អូនហើយយើងចុចពាក្យ submit តទៀតអញ្ចឹងឥឡូវ account របស់យើងគេកំពុងតែ review ហើយបងប្អូននៅពេលដែលគេ review ហើយគេនឹង approve ឲ្យយើងហើយក្រោយពីគេ approve account របស់បងប្អូនហើយអ្វីដែលបងប្អូនត្រូវធ្វើបន្ទាប់គឺយើងត្រូវបង្កើត account trade អញ្ចឹងអាកន្លែង logo GTC នេះបងប្អូនចុចកន្លែង no account available មកបងប្អូនចុចនៅលើហ្នឹងមកយើងជ្រើសរើសយក real account រួចហើយបងប្អូនចុចកន្លែងខាងក្រោមនេះខាងស្ដាំ create platform account ចា account nickname បងប្អូនចង់ដាក់បែបណាក៏បានដែរសម្រាប់ server account type អីគឺបងប្អូនមិនបាច់ដូរទេគឺវាមានតែមួយទេហើយសម្រាប់ leverage គឺបងប្អូនជ្រើសរើសយក500មករួចហើយគឺយើងចុចពាក្យ create account រួចហើយបងប្អូនចូលមកកាន់ empty file មកហើយយើង search ពាក្យថា GTC អញ្ចឹង GTC វាមាន4បងប្អូនជ្រើសរើសយក GTC Global SA អញ្ចឹងគឺបងប្អូនជ្រើសរើសយកអាទី2មកហើយកន្លែង login ជាមួយនឹង password បងប្អូនទៅយកនៅក្នុង email ដែលវាបានផ្ញើឲ្យយើងមកអញ្ចឹងនៅពេលដែលបងប្អូនបង្កើត account ហើយគឺវានឹងផ្ញើ login ជាមួយនឹង password ទៅកាន់ email របស់យើងហើយអញ្ចឹងបងប្អូនគ្រាន់តែ copy ហើយ paste ចូលមកគឺជាការស្រេចហើយយើងចុចគ្រីសមកអញ្ចឹងឥឡូវគឺយើងបាន account trade ហើយបងប្អូនប៉ុន្តែ account របស់យើងគឺអត់ទាន់មានលុយទេអញ្ចឹងគឺយើងមិនអាចទាន់ trade បានទេអញ្ចឹងដើម្បីយើងអាចដាក់លុយចូល trade បានគឺបងប្អូនចុចពាក្យ deposit នៅខាងលើនេះមកសម្រាប់ deposit method បងប្អូនជ្រើសរើសយក USD GTC USD amount គឺគេតម្រូវឲ្យយើង deposit ចាប់ពី$20ឡើងទៅគឺខ្ញុំនឹងធ្វើការ deposit $100ហើយបងប្អូនចុចពាក្យ pay now នៅខាងក្រៅមកហើយចុចពាក្យ confirmចឹងបន្ទាប់មកបងប្អូនជ្រើសរើសយកខាងលើនេះ Cambodia P24 USD នេះហើយបងប្អូនចុចពាក្យ submit មកបន្ទាប់មកវានឹងចេញ QR ឲ្យបងប្អូនបាញ់លុយទៅហើយចឹងបងប្អូនគ្រាន់តែ scan QR ហ្នឹងដើម្បី pay លុយទៅគឺជាការស្រេចចឹងឥឡូវគឺខ្ញុំនឹងធ្វើការ scan ដើម្បីបាញ់លុយទៅនៅទូរស័ព្ទមួយទៀតអូខេឥឡូវនេះគឺខ្ញុំបានបាញ់លុយទៅហើយបងប្អូនចឹងនៅពេលដែលយើងបានបាញ់លុយទៅគឺវានឹងចេញpayment successful អញ្ចឹង balance របស់យើងគឺយើងទទួលបានលុយ$100នៅក្នុង account trade របស់យើងឲ្យបងប្អូនអញ្ចឹងគឺការ deposit លឿនមែនតើនៅពេលដែលយើងបាញ់លុយភ្លាមគឺលុយនឹងធ្លាក់ចូល account trade របស់យើងភ្លាមតែម្ដងខ្ញុំគ្រាន់តែចូលលេងឲ្យបងប្អូនមើលសិនហើយយើងកាត់ចោលវិញហើយខ្ញុំនឹងបង្ហាញរបៀបដកលុយទៅកាន់បងប្អូនវិញម្ដងអញ្ចឹងមុននឹងយើងធ្វើការ withdraw លុយវិញគឺយើងត្រូវបំពេញ withdraw method សិនបងប្អូនអញ្ចឹងបងប្អូនចុចកន្លែងខាងក្រោមម៉ាញនេះហើយបងប្អូនជ្រើសរើសយក withdrawal method
ចឹងកន្លែង withdrawal method នេះគឺគេតម្រូវឲ្យយើងបំពេញជាមួយនឹងលេខកុងធនាគាររបស់យើងអញ្ចឹងអាទី2 bank card នេះបងប្អូនធ្វើការចុច add account មកកន្លែង card holder name គឺគេនឹងបំពេញឲ្យយើងស្រាប់ហើយ bank name បងប្អូនដាក់ ABA bank មកសម្រាប់ bank number បងប្អូនវាយជាមួយនឹងលេខកុងធនាគាររបស់បងប្អូនមកហើយ Swift code គឺបងប្អូនដាក់ ABA AKX PP បងប្អូនបំពេញតែប៉ុណ្្នឹងមកហើយបងប្អូនធ្វើការចុច confirm add bank card អញ្ចឹងនៅពេលដែលយើង withdraw លុយគឺវានឹងចេញឲ្យអូតូតែម្ដងវាងាយស្រួលសម្រាប់ការដកលុយអញ្ចឹងសម្រាប់ការដកលុយបងប្អូនចុចពាក្យ withdraw នៅចិត្ត deposit នេះមក step ទី1គឺគេឲ្យជ្រើសរើសយក withdraw account អញ្ចឹងបងប្អូនជ្រើសរើសយក account ដែលមានលុយមកបងប្អូនហើយ step ទី2គឺគេឲ្យយើងជ្រើសរើស currency អញ្ចឹងបងប្អូនចុចលើពាក្យ USD មក step ទី3គឺគេឲ្យយើងបំពេញ fund password អញ្ចឹង fund password នេះគឺខ្ញុំ set up រួចរាល់ហើយប៉ុន្តែសម្រាប់បងប្អូនវិញបើបងប្អូនទៅតែបង្កើតថ្មីអញ្ចឹងគឺគេនឹងឲ្យយើង set up គឺគេនឹងឲ្យយើងដាក់ fund password ហើយអញ្ចឹងបងប្អូនគ្រាន់តែបំពេញអា fund password ដែលគេឲ្យយើង set up នឹងមករួចជាការស្រេចហើយបងប្អូនចុច next step មក Line withdraw method នេះបងប្អូនជ្រើសរើសយក P24 USD តបមក bank account number គឺបងប្អូនដាក់លេខកុងធនាគាររបស់បងប្អូនមកហើយកន្លែង bank name គឺបងប្អូនជ្រើសរើសយកនេះ ABA bank មកនៅខាងលើគេហ្នឹងហើយកន្លែង withdraw amount បងប្អូនចង់ដកលុយប្រហែលគឺបងប្អូនដាក់ប៉ុណ្្នឹងមកឥឡូវគឺខ្ញុំនឹងធ្វើការដកលុយ$100អញ្ចឹងបងប្អូនចុចពាក្យ submit មកបន្ទាប់មកគេនឹងឲ្យយើង verify email របស់យើងហើយអញ្ចឹងបងប្អូនចុចពាក្យ send code មកឥឡូវការ withdraw របស់ខ្ញុំគឺបានជោគជ័យហើយបងប្អូនចាំមើលថាប្រហែលនាទីទៅលុយចូល account របស់យើងហើយឥឡូវគឺយើងទទួលបានលុយហើយបងប្អូនគឺត្រឹមតែរយៈពេល7នាទីតែប៉ុណ្ណោះចឹងមុនហ្នឹងគឺយើងធ្វើការ withdraw នៅក្នុងម៉ោង 2:55 ហើយយើងទទួលបានលុយនៅក្នុងម៉ោង 3:02 នាទីអញ្ចឹងសម្រាប់ broker GTC នេះគឺល្អប្រើមែនតើបងប្អូនទាំង spread ទាបទាំងដកដាក់លុយលឿនហើយវាមាន app ឲ្យយើងប្រើទៀតអញ្ចឹងបងប្អូន search នៅក្នុង App Store ឬក៏ Play Store ដាក់ GTC មកគឺវានឹងចេញមកហើយយើងអាចចូល trade នៅក្នុង app ក៏បានដូចគ្នាចឹងអរគុណច្រើនមែនតើបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះ